ប្រមុខ UN ប្រមានពីការសាយភាយអាវុធនុយក្លេអ៊ែរប្រមុខអង្គការសហប្រជាជាតិលោកអន្តូនីញ៉ូ ហ្គូតេរ៉េសបានប្រមានពីការរីកសាយភាយអាវុធនុយក្លេអ៊ែរដែលកំពុងបង្កើតល្បឿនយ៉ាងខ្លាំងថ្លែងពេលបើកកិច្ចប្រជុំចង្អៀតនៃប្រទេសហត្ថលេខីសន្ធិសញ្ញាមិនរីកសាយអាវុធប្រឡាយលោកកាលពីថ្ងៃច័ន្ទប្រមុខ UN លោកអន្តូនីញ៉ូ ហ្គូតេរ៉េសមានគូបញ្ជាក់ថាអ្នកប្រឹងប្រែងលើការរីកសាយភាយអាវុធនុយក្លេអ៊ែរកំពុងពន្លឿនការបដិញ្ញាចិត្តនៅតែមិនបានសម្រេចការជឿទុកចិត្តនិងភាពជឿជាក់បានធ្លាក់ចុះលោកគូតេរ៉េសបានបញ្ជាក់ថាសន្ធិសញ្ញាត្រូវបានបំផ្លាញដូច្នេះយើងត្រូវតែធ្វើឲ្យរស់ឡើងវិញនៅសន្ធិសញ្ញានុយក្លេអ៊ែរបើតាម Yahoo សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរហៅកាត់ថា NPT ដែលចុះហត្ថលេខាដោយប្រទេសស្ទើរតែទាំងអស់នៅលើផែនដីមានបំណងទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរនិងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការលើគម្រោងអាវុធនុយក្លេអ៊ែរស៊ីវិលវិជាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា SIPRI បានរាយការណ៍ថាប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំៗចំនួន9មានដូចជារុស្ស៊ីសហរដ្ឋអាមេរិកបារាំងចក្រភពអង់គ្លេសចិនឥណ្ឌាប៉ាគីស្ថានអ៊ីស្រាអែលនិងកូរ៉េខាងជើងដែលមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួនសរុប 12,241 គ្រាប់គិតត្រឹមខែមករា 2025 បើតាម SIPIR បានដឹងថាសហរដ្ឋអាមេរិកនិងរុស្ស៊ីកាន់កាប់អាវុធនុយក្លេអ៊ែរជិត 90% នៅទូទាំងពិភពលោកដែលបានអនុវត្តកម្មវិធីសំខាន់ៗដើម្បីធ្វើទំនើបកម្មអាវុធប្រឡាយលោកទាំងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ